អូខេតោះហើយលោកស្ដីគ្នាអញ្ចឹងនេះស្វាគមន៍មកកាន់YouTube ខ្ញុំបាទNet Gaming នេះយើងអញ្ចឹងខ្ញុំមកប្រាប់អ្នកនេះពីរបៀបក្នុងការស្រែ setting MSI ឲ្យលេងឲ្យស្រួលឲ្យបានចូលក្បាលនេះយើងអញ្ចឹងយើងចូលទៅតេស្តទាំងអស់គ្នាទៅអូខេជាមួយទៅចូលក្បាលឬអត់អញ្ចឹងយើងចាំស្រែតាមខ្ញុំក៏បានដែរឬក៏អ្នកគ្នាអាចយកដៃកែមទៅលេងក៏បានដែរហ្នឹងហើយអូខេឥឡូវចូលដល់កែមរបស់យើងហើយមានតេស្តបាញ់ឲ្យគ្នាយើងមើលសិនហើយចូលក្បាលអត់អញ្ចឹងនេះយើងអានេះ setting 0ណាយើងឥឡូវតេស្តក៏ភ្លើងអា Walker គ្នាមើលម្ដងអញ្ចឹងវាស្រែគឺអត់មានអីពិបាកទេអ្នកគ្នាចាំធ្វើតាមខ្ញុំអញ្ចឹងអ្នកគ្នាគាត់ចូលស្រែតាមក្នុងហ្គេមសិនស្រែយើងស្រែហ្គេមសិនអញ្ចឹងនេះដៃហ្គេមមកខ្ញុំយើងអាចមើលតាមនឹងបានយើងដាក់វាមួយមកយើងនេះដាក់មួយមកតែឲ្យយើងលេងត្រូវមិនដាក់ដៃហ្គេមប៉ុណ្ណឹងមកហើយអ្នកចង់យកដៃហ្គេមហ្នឹងក៏បានដែរខ្ញុំសេវឲ្យអញ្ចឹងអ្នកអាចមើលលេងតាមនឹងបាន control អីsetting យើងបិទវាមក0អស់មកយើងមកវារេកណ្ដុងរេគ្រាប់អញ្ចឹងអូខេអញ្ចឹងយើងទៅរេក្នុង MSI ម្ដងអញ្ចឹងវាស្រេក្នុង MSI អត់មាននិបាតទេយើងចូលមកក្នុងកន្លែងនេះអ្នកត្រេ3លើហ្នឹងហើយចូល setting នេះសម្រាប់ PC យើងរៀងខ្សោយអញ្ចឹងយើងដាក់4 core មកដាក់ high ដាក់4 core មកអញ្ចឹងអានេះខ្ញុំដាក់ឲ្យគ្នាមើលទេដាក់4 core ក៏បាននេះក៏បានដែរប្រាប់នេះខ្ញុំដាក់6អានេះខ្ញុំដាក់8ហើយយើងដាក់4 8ក៏បានដែរដាក់តាមខ្ញុំអញ្ចឹងក៏បានដែរនេះយើងដាក់ high មកនេះដំបូងវាលោតទៅ60ណាយើងអញ្ចឹងហើយចុចបើកវាពីលើក្រោមនឹងមកហើយកណ្ដាលនេះមិនបើកទេហើយយើងអូសវាមក240ហើយចុច save អញ្ចឹងវានឹង restart ហើយវាចូលសាមីគ្នាយើងចាំបន្តិចណាតែតិចវាលោតមកវិញហើយនេះឥឡូវវាលោតមកវិញហើយអូខេចុងតមទៀតណាឲ្យចូល line នឹងតារាមកយើងចុចមក line នេះ setting ហ្នឹងកន្លែង display នេះអញ្ចឹង display អ្នកគ្នាអាចរើសតាមខ្ញុំក៏បានដែរអ្នកដាក់19x18មកចុចរើសហ្នឹងហើយ DPI ដាក់240ដាក់300ក៏បានដែរនេះយើង320ហើយយើងចុចអានេះអត់សំខាន់ទេយើងចុច show change មកវានឹង start សារទៀតអញ្ចឹងយើងអាចមើលតាមខ្ញុំបានងាយទេនេះយើងអូខេបន្តទៅយើងចុចមក line នឹងតារាមកអត់ទាន់អស់ទេណាយើងចុចមក line graphic នេះយើងដាក់វាអូតូចឹងមកចុចបើកមកនេះចុចបើកចុច save អូខេgame setting នេះអត់បញ្ហាទេមិនបាច់ស្រែទេអញ្ចឹងអានេះសម្រាប់ device នេះគឺសម្រាប់ microphone ឬក៏speaker យើងដើម្បីឲ្យឮសលេងអញ្ចឹងយើងអាហ្នឹងយើងដាក់មានដាក់មកវាអត់មានបាច់ទេអានេះយើងបិទវាចោលយើងកំពុងបើកចេះហើយអ្នកនេះដាក់ off មកហើយអ្នកនេះបិទវាចោលមកកន្លែងនេះយើងបិទវាដូចគ្នាកន្លែងនេះបិទវាចោលដូចខ្ញុំអស់ចឹងមកអ្នកនេះទុកតែ2នេះបានហើយចុច save ដូចគ្នាមក
ចំណែកផូននេះយើងដាក់ Asus ROG មកយើងដាក់ Asus ROG 2ហើយចុចសៀវមកអូខេអាក្រោមនេះshortcut នេះអ្នកគ្នាលុបវាចោលអស់លុបចោលអស់ហើយទុកតែfull screen នេះ11ហ្នឹងបាន F11 ហ្នឹងបានហើយចុចសៀវមកហើយអត់បញ្ហាទេអានេះអត់បញ្ហាដែរហើយចុចនេះ version មកវាហើយអញ្ចឹងការស្រ័យលើ blue stack របស់យើង MSI របស់យើងមានតែប៉ុណ្្នឹងទេហើយយើងចូល game ថ្មីមកខ្ញុំភ្លេចប្រាប់អ្នកគ្នាកន្លែងមួយទៀតនេះកន្លែងនេះចាំតិចកន្លែង control keyboard របស់វាអញ្ចឹងចូល game សិនមកអូខេនេះកន្លែងនេះហើយចុចឃើញរូប keyboard ហ្នឹងអត់ចុចលើរូប keyboard ហ្នឹងមួយមកអ្នកឃើញទេចឹងអានេះអ្នកគ្នាដាក់តាមខ្ញុំក៏បានដែរឬក៏អ្នកគ្នាអត់ចង់ដាក់តាមខ្ញុំអ្នកដាក់ក្រោមហ្នឹងក៏បានដែរចឹងអានេះតិចដាក់200ហើយអានេះ300ចឹងចូលមើលទៅ control edit នេះនេះដៃកែមកខ្ញុំតែប៉ុណ្្នឹងទេហើយកន្លែងនេះយើងស្រែកនេះកន្លែង F111 នេះ F1 នេះស្រែកទៅតាមខ្ញុំមកនេះចឹងនេះមើល YouTube បានស្រែកទៅតាមខ្ញុំទាំងអស់មកហើយចុចសៀវវាមកអូខេឥឡូវយើងចូលសាកតេស្តហើយតេស្តវគ្គនេះយើងមើលមួយសិនមើលថាវាចូលក្បាលអត់ចឹងមើលថាចូលក្បាលអត់នេះយើងខ្ញុំចូលក្បាលអត់អាហ្នឹងវគ្គនឹងធម្មតាមកវគ្គ custom នេះនឹងអែមហើយតែអ្នកគាត់យកទៅលេង custom នេះអែមសុទ្ធទីនេះចូលក្បាលសាហាវនេះយើងធ្វើសម្រាប់ខ្យល់មកពួកអញសាកសពនេះមែនឥឡូវយើងសាកលើស្រាប់ម្ដងនេះ